អ្វីដែលគួរឲ្យភ្ញាក់ផ្អើលកម្ពុជាបានคล้ายទៅជាទីតាំងដែលគេឆោបោកមនុស្សមកកាន់កម្ពុជាដើម្បីមកថាឲ្យតែមកកម្ពុជាបានទទួលប្រាក់ខែច្រើនអញ្ចឹងកម្ពុជាកំពុងតែរងគ្រោះដោយសារតែសន្តិភាពដោយសារតែការរីកចម្រើនរយៈពេលចុងក្រោយពួកឆោបោកនានាតាក់ទងនឹងល្បែងអនឡាញប្រមូលមនុស្សតាំងពីឥណ្ឌូនេស៊ីតាំងពីឥណ្ឌាតាំងពីកន្លែងនេះកន្លែងនោះថាទៅកម្ពុជាគេឲ្យប្រាក់ខែច្រើនប្រាក់ខែច្រើននេះជាការភ្ញាក់ផ្អើលសម្រាប់ខ្ញុំដែលមុននេះឲ្យទៅលើថាកម្ពុជាគេខ្លាចសង្គ្រាមខ្លាចខ្មែរក្រហមប៉ុន្តែឥឡូវបែរជាកម្ពុជាទៅជាឋានសួគ៌លោកីនៃការឆោបោកនៃក្រុមអន្តរជាតិដែលធ្វើការតាក់ទងនឹងការឆោបោកតាមអនឡាញវាមិនមែនកើតទៅកម្ពុជាទេឥឡូវរីករាលដាលព្រោះវាពិបាកគ្រប់គ្រងណាស់វាតល់តែយើងនាំព្រៀងបិទអ៊ីនធឺណិតចោលទាំងអស់អាហ្នឹងបានបញ្ចប់ប៉ុន្តែយើងត្រូវតែប្រឹងហើយខ្ញុំកំពុងតែដាក់បញ្ហាត្រឡប់ទៅវិញចា៎ហេតុអីបានប្រទេសមួយចំនួនចូលចិត្តបន្ទោសកម្ពុជាមិនក៏មិនបន្ទោសខ្លួនឯងផងទៅខ្ញុំសូមនិយាយអាកន្លែងហ្នឹងតិចផ្ញើសារទៅកាន់បណ្ដារដ្ឋនេះហេតុអីបានមិនអប់រំពលរដ្ឋរបស់ខ្លួនថាកុំលេងល្បែងសូម្បីតែសហរដ្ឋអាមេរិកក៏ថាចាញ់ល្បែងអស់រាប់ពាន់លានដុល្លារមិនក៏រដ្ឋាភិបាលអាមេរិកមិនយកចិត្តទុកដាក់អប់រំពលរដ្ឋអាមេរិកកុំឲ្យលេងអនឡាញហ្នឹងទៅហើយមកបន្ទោសតែអានេះបើសិនចេះខ្ញុំធ្លាប់បានលើកហើយការប្រឆាំងគ្រឿងញៀនប្រឆាំងមុនគេគឺប្រឆាំងទីផ្សារគ្រឿងញៀនប្រឆាំងទីផ្សារគ្រឿងញៀនព្រោះបើសិនជាអត់មានអាណាទិញគ្រឿងញៀនក៏គ្មានអាណាដាំគ្រឿងញៀនដែរអាហ្នឹងនិយាយតាមបែបចឹងក៏មានអាណាខ្ញុំធ្លាប់បាននិយាយរឿងនៅក្នុងឆ្នាំ2000 2002 2003ខ្ញុំចាប់ប្រើនិយាយដល់បន្ទោសរឿងគេដាំគ្រឿងញៀនលួចលាក់នៅកន្លែងនេះកន្លែងនោះវាពិបាកប៉ុន្តែយើងត្រូវឃើញថាប្រទេសណាខ្លះប្រើគ្រឿងញៀនច្រើនជាងគេប្រើគ្រឿងញៀនច្រើនជាងគេនៅលើពិភពលោកចុចរកមើលតាម Google ឬក៏high speed របស់ចិនគឺលឿន AI របស់ចិនគឺលឿនណាស់លឿនយកទៅបែបតែខ្ញុំប្រើទាំងពីរប្រើទាំង deep speed ហើយនិង Google ប៉ុន្តែ deep speed នេះគឺរបស់ចិននេះគឺលឿនណាស់វាលឿនណាស់អក្សរវាក៏រត់លឿនខ្លាំងអញ្ចឹងខ្ញុំក៏សូមអំពាវនាវបណ្ដាប្រទេសដែលរងគ្រោះដោយសារតែការឆោបោកត្រូវអប់រំប្រជាជនខ្លួនឯងសូមកុំឲ្យលេងល្បែងអនឡាញបើប្រជាជនខ្លួនឯងអត់លេងល្បែងអនឡាញតើអ្នកនោះទៅលេងអនឡាញនៅណាឥឡូវគេចោទទៅលើកម្ពុជាទៅលើថៃទៅលើម៉ាយ៉ាម៉ាទៅលើឡាវទៅលើហ្វីលីពីននៅប្រទេសមួយចំនួនទៀតហើយអនឡាញនេះកាន់តែពិបាកជាងទៅរកចំការភៀនចំការគ្រឿងញៀនទៀតដោយសារនេះគ្រាន់តែអ៊ីនធឺណិតមួយដាក់ក្នុងផ្ទះមួយសងំលេងអនឡាញអញ្ចឹងប្រជាពលរដ្ឋប្រទេសនានារដ្ឋាភិបាលនៃប្រទេសនានាត្រូវមានការទទួលខុសត្រូវអប់រំពលរដ្ឋខ្លួនកុំឲ្យលេងល្បែងនឹងទៅវាជាប់ហើយវាមានអាណាលេងអនឡាញកើតបើនៅគេអត់ព្រមទទួលលេងជាមួយនិយាយគ្នាត្រង់ជើងដបងទៅគេមានសិទ្ធិវាយប្រហារយើងខ្ញុំអត់មានសិទ្ធិវាយប្រហារគេវិញទេគ្រាន់តែមានសិទ្ធិអំពាវនាវទៅវិញថាសូមអ្នកទទួលខុសត្រូវផងដែរដោយពលរដ្ឋរបស់អ្នកលេងល្បែងអនឡាញនឹងហើយបានជាមានអាល្បែងអនឡាញកើតឡើងហើយមិនមែនមានតែនៅកម្ពុជាណាហើយនេះត្រូវសហការគ្នាបានល្អត្រូវសហការគ្នាបានល្អ